ភាពជោគជ័យគឺជាវិន័យដ៏សាមញ្ញងាយៗមួយចំនួនតូចដែលអ្នកត្រូវអនុវត្តវាជារៀងរាល់ថ្ងៃទន្ទឹមនឹងភាពជោគជ័យគ្រាន់តែជាកំហុសឆ្គងបន្តិចបន្តួចដើម្បីឲ្យយើងយកវាទៅអាកាត់វិនិច្ឆ័យនោះចូលបន្តធ្វើវាម្ដងហើយម្ដងទៀតឲ្យបានជារៀងរាល់ថ្ងៃនៅក្នុងសាលាមនុស្សភាគច្រើនតែងឮពាក្យថាទៅសាលាខំប្រឹងរៀនរកការងារធ្វើហើយជៀសឲ្យឆ្ងាយពីបញ្ហាប៉ុន្តែខ្ញុំវិញតែងតែឆ្ងល់ថាតើវាពិតជាអញ្ចឹងមែនឬពិតណាស់ចម្លើយគឺមិនមែននោះទេវាមានភាពជោគជ័យច្រើនណាស់ដែលកំពុងរង់ចាំអ្នកជាជាងការដើរតាមពាក្យសម្ដីដ៏សាមញ្ញមួយប្រយោគនោះហើយវាក៏មានអ្វីៗជាច្រើនផ្សេងទៀតដែលអាចទៅរួចជាងវិធីមួយនេះផងដែរសូមចងចាំថាវាស្ថិតនៅលើទស្សនវិជ្ជានិងវិធីសាស្ត្ររបស់អ្នកនោះឯងនេះគឺជាគោលគំនិតមួយទៀតដែលធ្វើឲ្យខ្ញុំមានទ្រព្យសម្បត្តិនោះគឺប្រាក់ចំណេញប្រសើរជាងប្រាក់ឈ្នួលឥឡូវនេះវាមិនមានន័យថាអ្នកមិនអាចមានទាំងពីរក្នុងពេលតែមួយដូចដែលអ្នកបានធ្វើនោះទេវាគ្រាន់តែថាប្រាក់ចំណេញគឺប្រសើរជាងប្រាក់ឈ្នួលតែប៉ុណ្ណោះឯងប្រាក់ឈ្នួលធ្វើឲ្យអ្នកអាចចិញ្ចឹមជីវិតសម្រាប់ការរស់នៅបានប៉ុន្តែប្រាក់ចំណេញនឹងធ្វើឲ្យអ្នកក្លាយទៅជាមនុស្សដែលមានសំណាងដំណឹងល្អនោះគឺថាអ្នកមិនត្រូវចាំបាច់ចំណាយពេលទៅគិតគូរដោះស្រាយលើរឿងបន្ថែមផ្សេងទៀតដែលនឹងត្រូវចូលមកអ្នកជាបន្តបន្ទាប់ដូចជាប្រាក់ឈ្នួលនោះឡើយខ្ញុំបានចាប់ផ្ដើមធ្វើការដើម្បីរកប្រាក់ចំណេញនិងភ័ព្វសំណាងពីជ្រុងម្ខាងទៅពេលនោះខ្ញុំកំពុងធ្វើការពេញម៉ោងរបស់ខ្ញុំប៉ុន្តែខ្ញុំក៏កំពុងតែបោះជំហានឆ្ពោះទៅរកប្រាក់ចំណេញរបស់ខ្ញុំផងដែរខ្ញុំបានធ្វើការពេញម៉ោងលើការងាររបស់ខ្ញុំនិងក្រៅម៉ោងទៅលើទ្រព្យសម្បត្តិរបស់ខ្ញុំនេះគឺជារឿងសាមញ្ញណាស់ហើយវាក៏ជាអ្វីដែលគ្រប់គ្នាសុទ្ធតែអាចធ្វើបានដូចគ្នាមិនថាអ្នកកំពុងធ្វើអ្វីក្នុងជីវិតរបស់អ្នកនោះទេវាជារឿងសំខាន់ណាស់ដែលអ្នកត្រូវរៀនសូត្រពីមូលដ្ឋានគ្រឹះឬមូលដ្ឋានគ្រឹះនៃការងារឬកិច្ចការដែលអ្នកទទួលបានមកនោះជាចាំបាច់បើគ្មានសមត្ថភាពមួយនេះទេអ្នកពិតជាមិនដឹងថាតើនឹងមានអ្វីកើតឡើងឡើយការរកប្រាក់គឺពិតជាមិនសូវខុសគ្នាប៉ុន្មាននោះទេសូមពិនិត្យមើលទៅលើមូលដ្ឋានគ្រឹះណាដែលមានភាពជាក់ស្ដែងនិងអ្នកអាចទុកចិត្តបានតាមដែលអ្នកចាំបាច់ត្រូវដឹងដើម្បីឲ្យអ្នកអាចរកប្រាក់ឲ្យបានកាន់តែច្រើនជាងនេះដំបូងគេបង្អស់អ្នកត្រូវចេះសង្ស័យចំពោះនរណាម្នាក់ដែលនិយាយថាពួកគេមានប្រព័ន្ធនៃការរកលុយថ្មីមួយឬមានមូលដ្ឋានគ្រឹះថ្មីដោយក្តីប្រុងប្រយ័ត្នអ្វីដែលចម្លែកនោះគឺថាការពិតទៅគឺពួកគេគ្មានទាំងអស់ហើយហេតុផលនោះគឺដោយសារតែមូលដ្ឋានគ្រឹះទាំងនេះគឺមានតែពេលវេលាប៉ុណ្ណោះដែលជាអ្នកពិសោធន៍ឲ្យយើងបានឃើញជាក់ច្បាស់ហើយវានឹងបង្ហាញខ្លួនឡើងមកក្នុងពេលវេលាមួយជាពុំខានរឿងដំបូងគេបង្អស់ដែលអ្នកត្រូវធ្វើគឺត្រូវមានប្រព័ន្ធណែនាំឬមគ្គុទ្ទេសក៍ផ្ទាល់ខ្លួនអំពីរឿងដែលអ្នកនឹងធ្វើនិងមិនធ្វើមនុស្សដែលអ្នកនឹងសេពគប់និងមនុស្សដែលអ្នកនឹងមិនសេពគប់ជាមួយប្រព័ន្ធណែនាំមួយនេះនឹងដើរតួជាគុំវិធីមួយសម្រាប់អ្នកដើម្បីគេចចេញពីគ្រោះថ្នាក់និងជួយឲ្យអ្នកបានស្ថិតនៅលើផ្នែកដ៏ត្រឹមត្រូវនៃឱកាសរបស់អ្នកវិញទន្ទឹមនឹងរឿងនេះស្ដាប់ទៅហាក់ដូចជាសាមញ្ញធម្មតាយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់ក្នុងស្ថានភាពជីវិតពិតវាអាចនឹងស្មុគស្មាញជាងនេះទៅទៀតប្រៀបដូចទៅនឹងពិភពលោកដូច្នោះដែរឱកាសដែលអាចនឹងចូលមកដល់វិថីរបស់អ្នកនោះអាចនឹងមិនសូវជាល្អប៉ុន្មានឡើយហើយអ្នកប្រហែលជាត្រូវបែរទៅរកវិធីផ្សេងទៀត
បើទោះបីជាវាមើលទៅគួរឲ្យទាក់ទាញសម្រាប់ហេតុផលមួយចំនួនឬសម្រាប់ហេតុផលណាមួយផ្សេងទៀតក៏ដោយជាធម្មតាគ្រោះថ្នាក់និងឱកាសតែងតែដើរទន្ទឹមនឹងគ្នាការធ្វើសកម្មភាពនិងការវាយតម្លៃពីព័ត៌មានថ្មីៗជាបន្តបន្ទាប់គឺមានន័យថាអ្នកនឹងអាចបែងចែកវារវាងគ្រោះថ្នាក់និងឱកាសបានយ៉ាងពិតប្រាកដប្រសិនបើអ្នកមិនគិតថាគ្រោះថ្នាក់និងឱកាសមួយនេះនៅតែមានជីវិតរស់រាននៅឡើយនោះដូច្នេះអ្នកអាចសាកល្បងក្រឡេកមើលទៅលើប្រវត្តិសាស្ត្រថ្មីៗនៃមនុស្សជាតិរបស់យើងបានពិភពលោកភាគច្រើនក្នុងកំឡុងកាលនៃជីវិតរបស់យើងនេះគឺត្រូវបានគ្រប់គ្រងដោយអ្វីដែលអាចយើងបានត្រឹមតែចាត់ទុកថាជាអំពើផ្ដាច់ការយង់ឃ្នងទាំងស្រុងតែប៉ុណ្ណោះថាមពលទាំងពីរនេះបានចូលរួមក្នុងការប្រកួតប្រជែងរវាងគ្នានឹងគ្នានៅក្នុងរយៈពេល50ឆ្នាំចុងក្រោយនេះឯងទីបំផុតសេរីភាពក៏បានយកឈ្នះលើសពីចំណែករបស់ខ្លួនយើងបានឃើញការដួលរំលំនៃជញ្ជាំងនៅក្នុងទីក្រុងបៀឡាំងយើងបានឃើញលទ្ធិកុម្មុយនីសបញ្ចប់ដំណើរការរបស់វាហើយយើងបានឃើញកងកម្លាំងនៃសេរីភាពចាប់ផ្ដើមលេចមុខឡើងព្រមជាមួយនឹងថាមពលថ្មីៗនៅទូទាំងពិភពលោកវាអាចនឹងមិនមែនរមែងជារឿងងាយស្រួលឬតែងមានភាពស្រស់ស្អាតរហូតនោះទេប៉ុន្តែវាមានការរីកចម្រើននិងវិវត្តភាពគួរឲ្យកត់សម្គាល់នៅក្នុងនោះសប្តាហ៍ថ្ងៃនេះពិភពលោកភាគច្រើនហើយដែលទទួលបានសេរីភាពប៉ុន្តែកាលពីជាង50ឆ្នាំមុនពិភពលោកភាគច្រើនគឺកំពុងជួបនឹងរបបផ្ដាច់ការនៅឡើយនៅពេលដែលសេរីភាពភ្ញាក់ពីដំណេកនិងធ្វើដំណើរទៅធ្វើការហើយនោះអំណាចផ្ដាច់ការនឹងមិនអាចប្រៀបនឹងវាបានឡើយនៅក្រោមលទ្ធិកុម្មុយនីសស្តាលីនបានសម្លាប់មនុស្សរាប់លាននាក់ក្នុងគោលបំណងដើម្បីឲ្យលទ្ធិកុម្មុយនីសបានដំណើរការលោកខាងលិចបានឈរសម្លឹងមើលព្រឹត្តិការណ៍ទាំងនេះដោយក្តីភ័យរន្ធត់វាគ្មានអ្វីចម្លែកនោះទេដែលរ៉េហ្គិនបានហៅសហភាពសូវៀតថាជាចក្រភពបិសាចនៅក្រោមប្រព័ន្ធសូវៀតរដ្ឋបានគ្រប់គ្រងរាជធានីទាំងអស់ហើយការនេះបានធ្វើឲ្យពួកគេមានអំណាចខ្លាំងហួសនិងមានឥទ្ធិពលខ្លាំងលើសពីខ្លាំងទៅទៀតស្តាលីននិងអ្នកឯទៀតដែលដូចទៅនឹងគាត់ដែរនោះមានបាតដៃដែលពោរពេញទៅដោយសេរីភាពដើម្បីធ្វើអ្វីៗទៅតាមដែលគេចង់នឹងពេញចិត្តហើយជារឿយៗលទ្ធផលគឺរមែងជារឿងដ៏គួរឲ្យរន្ធត់ជានិច្ចយើងក៏អាចមើលឃើញពីការតស៊ូរវាងសេរីភាពនិងភាពសង្កត់សង្កិនពន្លឺនិងភាពអន្តកាលនេះដែលបានបង្ហាញខ្លួនឡើងនៅក្នុងទិដ្ឋភាពផ្សេងៗក្នុងជីវិតរបស់យើងផងដែរឧទាហរណ៍ដ៏ល្អមួយអំពីរឿងនេះគឺទាក់ទងនឹងផ្នែកសុខភាពអ្នកត្រូវថែរក្សារាងកាយរបស់អ្នកឲ្យរឹងមាំនិងមានសុខភាពល្អជាចាំបាច់ប្រសិនបើអ្នកមានបំណងចង់សម្រេចក្តីសុបិនរបស់អ្នកនិងគោលដៅរបស់អ្នកទិដ្ឋភាពសម្រាប់ភាពជោគជ័យមួយនេះគឺតែងតែត្រូវបានមើលរំលងជារឿយៗប៉ុន្តែវាមានសារៈសំខាន់បំផុតសម្រាប់សេចក្តីសុខនិងភាពជោគជ័យរបស់អ្នកយ៉ាងណាមិញតើអ្នកអាចសម្រេចក្តីសុបិនរបស់អ្នកនិងបំណងប្រាថ្នារបស់អ្នកបានដោយរបៀបណាប្រសិនបើអ្នកខ្វះថាមពលឬឈឺជាប់ជាប្រចាំនោះ